ចាប៉ះមួយធ្ងន់ប្រោយម៉ាសាមុខគឺថាมันយូរទេតែបើសាច់ញិចមុនគឺថា2 ម៉ោងចាជាងគឺយកច្បាស់ណាមើលតែសាច់មុនគាត់ទៅអូយឆ្ងាញ់ញិចតែម្ដងប៉ះជាងអត់ខ្ជិលទៀតអូយសបាយញិចនិយាយម៉ែជាងណាម្ដងឯងជាងនេះគឺថាអូសបាយញិចណាស់ចាប់ញិចគឺគ្មានឲ្យសសំបីតែមួយគ្រាប់ទេថាមុនដែលមាននៅលើមុខរបស់គាត់ហ្នឹងគឺមានសឹងតែគ្រប់រុនមុខតែម្ដងគឺច្រើនញឹកឲ្យពីច្រើនគឺសិតតែមុនកប់មុនក្បាលខ្មៅគ្រាប់អញ្ចឹងអូយឆ្ងាញ់ស្លាប់ពេលញិចសបាយញិចឯចាពេលជប់ញិចគឺថាវិលខ្ញាល់តនេផោអីម៉ួយភៀវមើលលេមិនបាត់ការអុកសុកចឹងបងណាដែលគាត់មានមុខមុនដូចគាត់អីគឺមកញិចមកគឺថាខកម្ដងទេមកស្អាតមកអែមឲ្យចាំលទ្ធផលចុងក្រោយពេលដែលខ្ញុំបន្ទាប់ពីញិចមុនហើយគឺគាត់ទទួលស្គាល់ការម៉ាស្សាមុខបន្ថែមទៀតនិយាយទៅដំបូងថាបញ្ញាប់អត់ចង់ម៉ាស្សាមុខទេបញ្ញាប់ដោយសារតែគាត់ដឹងថាមុខគាត់មុនច្រើនតែគឺថាគឺលទ្ធផលនៅពេលដែលយើងញិចមុនឲ្យគាត់រៀងយកចិត្តទុកដាក់ដែរអត់សូវឈឺដែរគាត់រៀងទុកចិត្តចឹងណាយូរទៅក៏មិនថ្មីគឺថាបន្ថែមម៉ាស្សាមុខមកមុខទៀតកាត់សក់ឲ្យលាបថ្នាំខ្មៅកក់សម្អាតត្រចៀកកញ្ចក់ដៃជើងញិចមុនម៉ាស្សាមុខថាកុំតែឃ្លានបាយទេកុំអីគាត់ខាត់កែងជើងមកមុខទៀតអូគឺថាមកពេញចិត្តហ្នឹងមិនចេះថែមរោចឹងអានេះជាងនេះគឺមិនខ្លាចគឺភ្ញៀវថែមទេគឺថាស្រឡាញ់លុយដល់ក៏អ្នកមើលកំពុងមើលឲ្យលេទឹកមាត់បដាហ្នឹងហើយញិចមុនគឺថាខ្ញុំធានាឲ្យកុំភ័យរបស់សម្ភារៈរបស់ខ្ញុំគឺធានាថាមក clean មកអនាម័យគឺគ្មានឆ្លងគ្មានមេរោគគ្មានអីទេគឺខ្ញុំសម្អាតលំមេចាធម្មតាទេមុខយើងមុខគេយើងក៏ស្រឡាញ់មុខភ្ញៀវក៏ស្រឡាញ់មុខរបស់គាត់ដែរយើងនេះរកស៊ីគឺយកចិត្តយើងដាក់ចិត្តគេពីច្រើនគឺវាមិនខុសទេមិនថាប្រដាប់សម្អាតជាក៏ដោយតែខ្ញុំទៅឡើងគេគឺខ្ញុំត្រូវការឲ្យគេ clean ឲ្យស្អាតឲ្យធម្មតាដែរព្រោះសិតតែជាឧបករណ៍ដែរបើចំពោះប្រដាប់ញិចមុនមួយគឺញិចលើមុខគឺខ្ញុំទិញអារៀងល្អដែររៀងថ្លៃដែរតែខ្ញុំញិចតប្រមាណដងទេគឺខ្ញុំដូរចាញ់គឺខ្ញុំអត់ទុកឲ្យឆេះហើយមុនខ្លះត្រូវប្រើម្ជុលពេកគឺម្ជុលពេកគឺមួយបោះចោលមួយរបស់ដែលឆេះគឺខ្ញុំអត់យកមកប្រើដល់ឲ្យភ្ញៀវទេអញ្ចឹងគឺខ្ញុំអ្នករកស៊ីខ្ញុំទាមទារភាពទំនុកចិត្តពីអតិថិជនហើយមួយហ្នឹងគឺមកឡើងចង់សឹកហាងហើយតាំងពីបើកសាខាទី2មកមួយខែ2 ដងគឺមករហូតតែរាល់ដងអត់ដែរញិចមុនទេថ្ងៃនេះខ្ញុំចូលធ្វើឲ្យឃើញមុនច្រើនបបួលញិចមុន2 ម៉ោងដោយសារតែគាត់ដឹងថាមុខគាត់មុនច្រើនអញ្ចឹងគាត់អត់ហ៊ានប្រើឲ្យគេញិចអញ្ចឹងណាខ្ញុំអីអត់មានទេឃើញអញ្ចឹងអីសុបាយញិចណាស់លោកអើយរាល់ដងលេងម៉ាស្សាមុខលេងអត់ឲ្យបុគ្គលិកខ្ញុំញិចមុនទើបខ្ញុំបខំនេះមិនគាត់ញិចទេអូយគាត់ទុកដល់កខំស្ដីឲ្យបុគ្គលិកមានណាបងប្រាប់ថាគាត់ទេនេះអត់ឲ្យបុគ្គលិកញិចក៏ខ្លាចឈឺបានមេជាងមកធ្វើឲ្យទុកចិត្តស្ដោកមកទឹកដៃមិនលើគ្នាទេគ្រាន់តែភៀវគាត់ទុកចិត្តខ្ញុំអីចឹងណាតាដែលធ្វើឲ្យមុខគាត់មុនអញ្ចឹងគឺខ្ញុំដឹងតែខ្ញុំអត់និយាយទេហ្នឹងមិនថាធ្វើអីប្រយ័ត្នប្រយែងយើងយល់ដឹងច្បាស់វាមិនសូវមានហានិភ័យពេលទៅមុខមិនថាមួយខែក្រោយមួយឆ្នាំក្រោយគឺអត់ប៉ះពាល់ស្បែកមុខភ្ញៀវមិនធ្វើឲ្យភ្ញៀវរោលកើតមុនកប់អីចឹងណាវាមិនមែនអ្នកឯកទេសទេតែគ្រាន់តែថាមកអាចយល់ដឹងបានខ្លះក៏ជាអ្នកស្រឡាញ់ខាងស្បែកមុខហើយក៏អាចយល់ដឹងពីពួកប្រភេទ skin care ខ្លះដែរណាតែភ្ញៀវគាត់មិនដែលមកទេបើមកខ្ញុំគឺគាត់ដឹងពីសេវាកម្មនិងគុណភាពនៅកន្លែងរបស់ខ្ញុំហើយរៀងរាប់ច្រើនបងមើលវីដេអូហ្នឹងចឹងខ្ជិលអួតច្រើនចេះផុសតែលោកបងណាគាត់ចង់មកគាត់ដឹងទៅរកឡៃណានេះមកតានីមកអែមមកឆ្ងាញ់មកស្អាតមកស្រួលចាយលុយគឺថាអត់ស្ដាយទេណាហើយបងមើលបានគឺស្នាមក៏អត់មានដែរបន្ទាប់ពីញិចហើយនេះជាលទ្ធផលដែលគាត់បន្ទាប់ពីទទួលសេវាកម្មញិចមុនហើយម៉ាស្សាមុខហើយបងឃើញអត់មុនក៏អស់ស្នាមញិចមុនក៏អត់មានហើយផ្ទៃមុខគឺភ្លឺមាត់រលោងចឹងបងនៅទុកមុនឲ្យកកស្ទែអញ្ចឹងការទៀតមកទទួលសេវាកម្មនៅតែ Classic មានទាំងអស់គ្នាមកអរគុណច្រើន